សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ប្រហិតចៀនបុកល្ហុងសាច់គោអាំងហើយពងទាកូនហើយគាត់ក៏មានលក់ដូចជាកាហ្វេភេសជ្ជៈគ្រប់មុខបន្ថែមផងដែរចាអានេះផ្នែកខាងក្រោមរបស់យើងគឺមានកាងសម្រាប់ដាក់ធុងទឹកកក40លីត្របានមួយហើយក៏មានទ្វារបិទបើកដាក់អីវ៉ាន់ចាក់សោបានចាខាងក្រោមហ្នឹងណាហើយរទេះនេះដែរគឺយើងប្រើទូកញ្ចក់2ចាខាងមុខក៏យើងមានទូមួយសម្រាប់ដាក់គ្រឿងកំប៉ុងរបស់គាត់ខាងចំហៀងទូធំវែងហ្នឹងគឺយើងសម្រាប់ដាក់គ្រឿងបន្លែក៏ដូចជាប្រហិតឬក៏សាច់អីផ្សេងៗរបស់គាត់ហ្នឹងចាទូកញ្ចក់របស់យើងគឺធំទលាយខ្លាំងមែនទែនគឺបដ ாய் ពេញមួយតួតែនឹងតែម្ដងចាគឺយើងអាចដាក់តាំងមុខម្ហូបរបស់គាត់បានច្រើនមែនទែនខាងក្រោយនេះដែរគឺយើងមានចក្រានមួយសម្រាប់ដាក់កម្ដៅពងទាកូនរបស់គាត់ណាហើយក៏យើងមានចក្រានអាំងសាច់មួយចាយើងអាចអាំងបានសាច់គោអាំងត្រីក៏បានដែរចាព្រោះដោយសារចក្រានវាធំហើយយើងមានកន្លែងសម្រាប់ឲ្យគាត់បុកល្ហុងនៅខាងក្រោយនេះបានចាខាងក្រោមនេះគឺយើងមានក្រាក្តារក្រាអីហើយបាទយើងក្រាអ៊ីណុកឲ្យគាត់ណាខាងក្នុងនេះដែរគឺយើងចោះធុងទឹកកក60លីត្រនិងចោះដាក់ធុងហ្គាស5គីឡូមួយជៀនប្រហិតរបស់គាត់ចាឲ្យទូកញ្ចក់របស់យើងគឺ2ថ្នាក់3ប្រឡោះបែបហ្នឹងគឺមានទ្វាររុញឆ្វេងស្ដាំបែបហ្នឹងតែម្ដងចាខាងលើគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចយើងរដងអញ្ចឹងតោះឥឡូវយើងមកមើលកន្លែងចាប់ម៉ូតូទាំងអស់គ្នាចាអានេះផ្នែកខាងមុខរបស់យើងហើយខាងក្រោយនេះគឺខាងកដាលចាប្លោហ្នឹងគឺកដាលហើយខាងមកតង់ទៀតគឺខាងក្រោយចាអញ្ចឹងគឺយើងចាប់3ចំណុចបែបហ្នឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់តែងតែសួរខ្ញុំថាម៉ូតូហ្នឹងពេលដែលយើងចាប់ជាប់ជាមួយនឹងរទេះហើយអញ្ចឹងគឺយើងអាចដោះចេញវិញបានអីចឹងអត់ចឹងណាអញ្ចឹងខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនឹងថាម៉ូតូដែលចាប់ជាប់ហើយគឺយើងអាចដោះចេញចូលបានចានឹងហើយព្រោះដោយសារតែបងប្អូនយើងខ្លះគាត់មានម៉ូតូតែមួយគ្រឿងអញ្ចឹងណាគាត់ចង់ចាប់ផងជិះផងអញ្ចឹងណាពេលដែលគាត់ត្រូវការជិះគាត់ដោះចេញពីលំអហ្នឹងគឺអាចដោះបានចាអត់ពិបាកទេយើងប្រើតែសោលេខ14 17មកគឺយើងអាចដោះខ្លួនឯងបានអញ្ចឹងណាហើយក៏អរគុណច្រើនបងប្រុសនៅខាងខេត្តតាកែវប៉ុន្តែគាត់ទៅមកពីថៃទេគាត់ថាគាត់ទៅថៃ7ឆ្នាំហើយប៉ុន្តែតែនេះគាត់កំងតាំងពីពេលគាត់នៅថៃគាត់កំងហើយគាត់មកដល់គឺគាត់ចូលយកនៅកន្លែងខ្ញុំជិះទៅស្រុកតែម្ដងចាពិតជាអរគុណគាត់ខ្លាំងមែនតើដែលមានការជឿជាក់និងគ្រប់គ្រងមកលើเพจមេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ